ថ្ងៃភ្ជាប់ពាក្យសិនមីងជូកូនស្រីច្បងត្រកូលសិនតាមពិតវាគួរតែជារបស់ខ្ញុំតើលិខិតអាពាហ៍ពិពាហ៍ជាមួយបណ្ឌិតឯកនេះតែបែរជាបង្ខំឲ្យខ្ញុំទៅរៀបការជំនួសនាងជាមួយអាអ្នកនេសាទលក់ត្រីទៅវិញឥឡូវពិធីការជាមួយបណ្ឌិតឯកនេះគឺជារបស់ខ្ញុំហើយកូនស្រីច្បងត្រកូលសិនម្នាក់នេះហ៊ានកែសម្បត្តិអាពាហ៍ពិពាហ៍កណ្ដាលចំណោមអញ្ចឹងមកនេះត្រកូលសិនចង់យកជីវិតមកលេងសាច់មែនផ្ដិតមេដៃរួចរាល់ឈ្មោះក៏កែរួចរាល់ខ្ញុំទើបជាភរិយាបណ្ឌិតឯកពិតប្រាកដតែនរណាទៅនឹកស្មានដល់ថាអាអ្នកនេសាទក្រីក្រដែលមានធំតែគម្រិនត្រីនោះតាមពិតជាបណ្ឌិតឯកចំណាត់ថ្នាក់លេខ1សោះឯងគ្មានសិទ្ធិទីសំបីតែឈរនៅសិនឈីងហ៊ឺកូនស្រីទី2ត្រកូលសិនបងស្រីដណ្ដើមគូស្រករខ្ញុំពុកចង់និយាយអញ្ចឹងមែនទេលោកម្ចាស់ហឹបឈើប្រណិតសម្រាប់ដាក់បណ្ណាការរបស់អ្នកនាងធំបានសែងទៅចិត្តក្មួយមាសរួចហើយទៀនហឹបមួយនោះមិនមែនអ្នកម្ដាយបន្សល់ទុកឲ្យខ្ញុំទេអីម្ដេចក៏ទៅនៅខាងបងស្រីវិញបងស្រីឯងត្រូវរៀបការចូលត្រកូលគូធ្វើជាភរិយាបណ្ឌិតឯកមិនអាចឲ្យត្រកូលគូមើងងាយបានទេឯងទុករបស់អស់នឹងក៏គ្មានប្រយោជន៍ដែរអញ្ចឹងមានន័យថាបងស្រីដណ្ដើមសម្បត្តិអាពាហ៍ពិពាហ៍ខ្ញុំហើយថែមទាំងយកបណ្ណាការម្ដាយខ្ញុំទៅទៀតមែនទេជីងហើកូនឯងដឹងក្តីជាងគេបងឯងចរិតរៀងកាច់បន្តិចកូនយកយល់ឲ្យបងម្ដងទៅណាម្យ៉ាងកូនពូកែខាងគិតលុយកាក់ចេះទ្រាំលំបាកទោះរៀបការទៅណាក៏អាចរស់បានដែរហើយមួយទៀតបញ្ជីចំណូលចំណាយត្រកូលសិនទៅថ្ងៃមុខនៅតែត្រូវពឹងផ្អែកលើកូនដដែលហ្នឹងតាមពិតទៅនៅក្នុងកែភ្នែកពុកខ្ញុំគ្រាន់តែជាអ្នកគិតលុយប្រចាំត្រកូលសិនជាកម្មចិន្តាសម្រាប់បងស្រីជន់ឡើងប៉ុណ្ណោះយីហើយឬនៅទៅរៀបការជាមួយអាអ្នកនេសាទធំតែគម្រិនត្រីនោះទៅជីងហើបងស្រីឯងឡើងក្មួយបាត់ទៅហើយចំណែកអាពាហ៍ពិពាហ៍ជាមួយត្រកូលសៀវឯងមិនរៀបការក៏ត្រូវតែរៀបការដែរពិធីការមួយនេះខ្ញុំនឹងរៀបការជំនួសគាត់កូនគិតយល់អញ្ចឹងក៏ល្អដែរមិនមែនគិតយល់ទេគឺចាប់ពីថ្ងៃនេះទៅខ្ញុំសិនឈីងហ៊ឺនិងត្រកូលសិនគឺកាត់ផ្ដាច់សាច់ឈាមនឹងគ្នាឯងចង់មានន័យថាម៉េចហាអ្នកទាំងអស់គ្នាគ្រាន់តែដឹងថាត្រកូលសិនមានកូនស្រី2នាក់ម្នាក់រៀបការចូលត្រកូលអភិជនម្នាក់រៀបការចូលត្រកូលក្រីក្រតែចាស់ក៏មានពាក្យពោលថាត្រកូលអភិជនលាក់កំបាំងគ្រោះកាចឯផ្ទះអ្នកនេសាទអាចលាក់នាគរីខ្ញុំចង់ចាំមើលណាស់តើថាបងស្រីសម្លាញ់របស់ខ្ញុំដែលដណ្ដើមទៅនោះគឺជាសេរីសួស្ដីឬក៏ជាគ្រោះកាចឲ្យប្រាកដវាសនាខុសគ្នាឆ្ងាយណាស់ម្នាក់រៀបការចូលភូមិគ្រីបណ្ឌិតឯកម្នាក់រៀបការជាមួយអ្នកលក់ត្រីលោកគឺសៀវឆឹងយៀនមែនទេប្អូនថ្លៃមកដល់ហើយតើក្លិនស្អីគេនឹងធំតែគម្រិនត្រីពេញខ្លួនហ្មងក្លិនគម្រិនត្រីអាចលាងជ្រះតែចរិតវីរកស្រឡាញ់មុខមាត់នោះគឺលាងមិនជ្រះទេវើយអ្នកនាងធំអូនស្រីខំយាមឲ្យល្អណាអាជាលត្រីរបស់ឯងនោះហាហាអ្នកនាងសិនខ្ញុំគ្រាន់តែជាអ្នកនេសាទម្នាក់ប៉ុណ្ណោះមានតែតូបលក់ត្រីកញ្ចាស់មួយទេបើអ្នកនាងមិនពេញចិត្តរៀបការទេខ្ញុំអាចលុបចោលបានពួកគេសុទ្ធតែបង្ខំខ្ញុំឲ្យរៀបការមានតែអ្នកនេសាទម្នាក់នេះទេដែលសួរខ្ញុំថាព្រមរៀបការឬអត់ប៉ុន្តែគាត់ច្បាស់ជាត្រឹមតែអ្នកលក់ត្រីសោះម្ដេចក៏សម្ដីសម្ដៅដូចជាអ្នកចេះដឹងអញ្ចឹងប្រញាប់ឲ្យកូនក្រមុំឡើងក្មួយមកហើយឆ្លៀតគិតលុយឲ្យពួកយើងផងអ្នកនាងឯងមិនអាចឲ្យពួកយើងមកសែងក្មួយទេបានទេណាខ្ញុំនៅសល់តែ37សេនប៉ុណ្ណោះឲ្យទៅឯងទាំងអស់ចុះលោកយកលុយឲ្យខ្ញុំមកប្រាប់ពួកឯងឲ្យដឹងចុះខ្ញុំលែងឲ្យលុយសែងក្មួយហើយពិធីរៀបការថ្ងៃនេះលុបចោលត្រឹមនឹងចុះដោយការគិតមែននាងមិនព្រមរៀបការជាមួយខ្ញុំទេរឿងរៀបការរបស់ឯងគឺត្រូវចាស់ទុំកំណត់ទុកយូរណាស់មកហើយឯងត្រូវតែរៀបការជាមួយគេមិនមែនខ្ញុំមិនចង់រៀបការទេគ្រាន់តែក្មួយនេះវាចាស់ទ្រុឌទ្រោមពេកខ្ញុំមិនជីទេខ្ញុំសិនឈីងហ៊ឺអត់លុយអាចរកបានតែបើចិត្តមនុស្សថោកទាបវិញលុយ37សេននេះជារបស់ខ្ញុំនិងគាត់ខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាមើលឲ្យច្បាស់ថាខ្ញុំនិងស្វាមីរបស់ខ្ញុំអាចមានជីវភាពរស់នៅបែបណានាំផ្លូវទៅមិនអីទេបើខូចក៏ជួសជុលទៅតើអូនមករស់នៅជាមួយបងនឹងត្រូវលំបាកហើយមិនអីទេអញ្ចឹងពួកយើងខំប្រឹងរកលុយទាំងអស់គ្នាទៅពេលនោះអ្នករាល់គ្នាសុទ្ធតែសើចចំអកសិនឈីងហ៊ឺថាមានតែ37សេនរៀបការចូលផ្ទះអ្នកនេសាទគឺស្មើនឹងរត់ចូលរណ្ដៅទុកប៉ុន្តែពួកគេមិនដឹងទេថាគឺដោយសារតែ37សេននេះហើយដែលធ្វើឲ្យសិនឈីងហ៊ឺពេលក្រោយមកក្លាយជាថៅកែស្រីដែលមានជាងគេបំផុត